សំណួរជននិយាយពីពុទ្ធប្រវត្តិចម្លើយពុទ្ធប្រវត្តិមានដូចតទៅព្រះអង្គចាប់បដិសន្ធិក្នុងផ្ទៃព្រះមេដាព្រះអង្គនៅថ្ងៃប្រហោះ15កើតខែអាសាឍឆ្នាំរកាព្រះអង្គប្រសូតនៅថ្ងៃសុក្រ15កើតខែពិសាខឆ្នាំចក្រោមដើមសាលព្រឹកក្នុងព្រៃលំពិនីនិងមានព្រះនាមថាសិទ្ធត្ថព្រះបិតាព្រះអង្គព្រះនាមសុទ្ធោទនៈឯព្រះមេដាព្រះនាមសិរិមហាមាយាសោយរាជនៅនគរកបិលពស្តុព្រះជន្ម16ព្រះវស្សាទ្រង់បានរៀបអភិសេកជាមួយព្រះនាងពំពាយសោធរាមានបរិវារ 40000 នាក់ព្រះជន្ម29ព្រះវស្សាព្រះអង្គសាងភ្នោះនៅថ្ងៃពុធ15កើតខែពិសាខឆ្នាំរកាដោយទ្រង់បានលះបង់ព្រះរាជសម្បត្តិហើយពេលនោះទ្រង់មានព្រះរាជបុត្រមួយព្រះអង្គព្រះនាមរាហុលកុមារព្រះជន្ម45ព្រះវស្សាទ្រង់បានត្រាស់ដឹងជាព្រះពុទ្ធនៅថ្ងៃពុធ15កើតខែពិសាខឆ្នាំរកានៅឧរុវេលាក្បែរស្ទឹងនេរពាព្រះពុទ្ធចូលបរិនិព្វាននៅថ្ងៃអង្គារ15កើតខែពិសាខឆ្នាំម្សាញ់ក្នុងព្រះជន្ម80ព្រះវស្សាក្បែរក្រុងកុសិនារា